เมื่อว่าเราจับร้อมติจังสายบงพลายปนนั้นโดยการมินเนี่ยcái mỏng mày này មានគេចូលសួរដែរតែខ្ញុំអត់តាន់ត្រូវថ្លៃគ្នា បាទអញ្ចឹងស្វាយបងពីរយដើមនេះដែលបងមានផ្លែប៉ុណ្ណឹងគេឲ្យតម្លៃប៉ុន្មាន គេឲ្យ19ហើយ 9 10លាន បាទឥឡូវ វ៉ាវបងប្អូនជាកសិករស្វាយគាត់ទៅ200ដើមមកអាយុជាង10ឆ្នាំមាន20ឆ្នាំតិចតួចដែរណា បាទ ប៉ុន្តែឥឡូវនេះរហូតដល់ថ្ងៃនេះថ្ងៃទី29ខែ5ឆ្នាំ2024នេះគឺយើងដឹងដាច់ស្វាយអស់ហើយស្វាយរដូវក៏ដាច់ឥឡូវនេះគាត់ចូលរដូវថ្មីនេះក៏បានមុនគេតែម្ដងមិនចឹងបងបាទសុខតាបងបានមុនគេទៅអត់ បាទម្លងនេះយើងបានមុនគេ បាទមុនគេណាអានេះបើតែគាត់បានប្រវត្តិជីស្ដាងយើងបានមុនគេអញ្ចឹងនៅម្លុកនេះបងអាចដឹងថាមានប្រមាណនេះអត់ដែលមានផ្កាមានក្តាប់ហ្នឹងបងខាងយើង អត់មានទេ មានតែនឹងមួយបាទណាបាទជំរាបសួរពុកម៉ែបងប្អូនជាកសិករទាំងគ្នាបាទជាពិសេសបងប្អូនដែលធ្វើស្វាយគីឡូម៉ែត្រខុសដៅបាទថ្ងៃនេះមកដែរគឺជាថ្ងៃទី29ខែ5ឆ្នាំ2025បាទដោយបងប្អូនឃើញជុំវិញសិតតែផ្លែស្វាយបាទហើយបងប្រុសម្នាក់ដែលខ្ញុំបានចុះសម្ភាសកាលពីថ្ងៃទី19ខែ4ឆ្នាំ2025នោះឥឡូវនេះគឺចេញលទ្ធផលបាទគឺមានផ្លែបាទឥឡូវយើងក៏បើខាត់ពេលយូរថាតើគាត់បាញ់យ៉ាងម៉េចហើយស្វាយគាត់មានចំនួនប្រមាណដើមឥឡូវនេះឃើញតែមានផ្លែប៉ប៉ិនកោដៃកូនក្មេងហើយបាទឬក៏ប៉ិនកោដៃមនុស្សចាស់ណាបាទជំរាបសួរបងបាទសុខសប្បាយបងបាទជួបទីលើកទី2បងណាមើលបងសុំទីតាំងម្ដងទៀតហើយនឹងភូមិឈ្មោះបងបងបាទខ្ញុំបាទឈ្មោះសួនលំសេងបាទសប្តាហ៍ថ្ងៃទីតាំងរបស់ខ្ញុំនៅស្រុកស្អាងខេត្តកណ្ដាលភូមិបេតតិនឃុំហ្វាយទៀលបាទមើលបងវគ្គមុនយើងជួបគ្នាថ្ងៃទី19ដែលខ្ញុំចុះមកជាមួយបងធ្វើវីដេអូឲ្យមុនហ្នឹងមិនចឹងបងហើយបាទបងវគ្គហ្នឹងវគ្គមុននេះស្វាយបងចេញផ្កាបាន100%បងចេញប្រហែលតុង30%បាទ30%បើន័យថា30%ហ្នឹងបងយកត្រួយបានបាទអញ្ចឹងចកាស្វាយបងទៅអស់ហ្មង300ដើម300ដើមមកណាអញ្ចឹង300ដើមចេញអត់ចេញត្រួយ100ដើមចេញផ្កាអត់ចេញត្រួយ100ដើមចេញត្រួយ100ដើមរហូតដល់បងចាក់អរម៉ូនឥឡូវនេះឃើញថាចាក់អរម៉ូនហើយប្រទាញយកផ្ការហូតដល់បានផ្កាបានផ្លែបានផ្លែអញ្ចឹងថ្ងៃទី19ខែ4ហ្នឹងខ្ញុំបានចុះមកសម្ភាសបងម្ដងគឺចេញផ្កាបាន30%បាទ30%ឥឡូវយើងមើលឃើញថាផ្លែប្រហែលចំណានទេបងក្នុងចកានៅតែទុងដែរប៉ុណ្ណឹងដែរប៉ុណ្ណឹងដែរបងណាបាទអញ្ចឹងប៉ុណ្ណឹងដែរចុះស្វាយបងអាយុប៉ុន្មានបងបាទខ្ញុំអាយុដល់មានអាខ្លះអាយុវា20ឆ្នាំជាងអាខ្លះជាង10ឆ្នាំបាទមើលបងឥឡូវចាប់អារម្មណ៍តិចអញ្ចឹងស្វាយបងផ្លែប៉ុណ្ណឹងនៅចកាមានអ្នកគេមកម៉ៅនៅមានគេចូលសួរដែរតែខ្ញុំអត់តាន់ត្រូវថ្លៃគ្នាបាទអញ្ចឹងស្វាយបង200ដើមនេះដែលបងមានផ្លែប៉ុណ្ណឹងគេឲ្យតម្លៃប៉ុន្មានគេឲ្យ19ហើយ9 10លានបាទឥឡូវវ៉ាវបងប្អូនជាកសិករស្វាយគាត់ទៅ200ដើមមកអាយុជាង10ឆ្នាំមាន20ឆ្នាំតិចតួចដែរណាប៉ុន្តែឥឡូវនេះរហូតដល់ថ្ងៃនេះថ្ងៃទី29ខែ5ឆ្នាំ2024នេះគឺយើងដឹងដាច់ស្វាយអស់ហើយស្វាយរដូវក៏ដាច់ឥឡូវនេះគាត់ចូលរដូវថ្មីនេះក៏បានមុនគេតែម្ដងមិនចឹងបងបាទសុខតាបងបានមុនគេទៅអត់បាទម្លងនេះយើងបានមុនគេណាអានេះបើតែគាត់បានប្រវត្តិជីស្ដាងយើងបានមុនគេអញ្ចឹងនៅម្លុកនេះបងអាចដឹងថាមានប្រមាណនេះអត់ដែលមានផ្កាមានក្តាប់ហ្នឹងបងខាងយើងអត់មានទេមានតែនឹងមួយបងណាបាទទំចេញប្រើបាទនេះឲ្យលទ្ធផលដែលគាត់បានជ្រើសរើសជីស្ដាប្រើណាអញ្ចឹងឥឡូវនេះបងមានអីទៀតស្វាយ200ដើមគេឲ្យដល់រហូតដល់9 10លានហើយប្រើជីស្ដាអស់ហ្មងបង3លានជាងទៅតាំងជីគោលហ្នឹង2លានជាង2លានជាងបាទ2លានឥឡូវយើងគិតថាមកវគ្គដាក់បាញ់បងបាញ់ខែរហូតបាញ់អានេះ3ដងរហូតដល់មានផ្លែប៉ុណ្នេះអញ្ចឹងបងចំណាយអស់ប៉ុន្មានដែរខ្ទង់ប៉ុន្មានលានឥឡូវចូលអាចចូល5លានហើយចូល5លានបងណាបាទចូល5លានតាំងស្រួយគោលហ្នឹងឯងតាំងស្រួយគោលមកសេទាំងអស់ហ្មងបងណាបាទឥឡូវគាត់ថាចូលតែ5លានទេអញ្ចឹងគាត់ចំណេញប៉ុន្មានបង9 10លានបងណាលើការថ្មីបើតែអត់តន់ត្រូវបាទអត់តន់ត្រូវតម្លៃគ្នាទេតែខុស1លានទេបាទគាត់ដាក់20លានគេឲ្យ9 10បាទខ្ញុំគិតថាបន្តិចទៀតត្រូវហើយគេនឹងមកយក20លានហ្នឹងបាទនេះឲ្យលទ្ធផលដែលគាត់បានជ្រើសរើសជីសូដាយើងការពិតបងគឺជាអតិថិជនថ្មីស្រឡាងបងណាបាទថ្មីចង់ចាប់ដើមឆ្នាំហ្នឹងប៉ុន្តែជោគជ័យមុនគេអញ្ចឹងបានខ្ញុំជម្រាបបងថាឲ្យតែបងតាក់ទៅជាមួយខាងក្រុមហ៊ុនជីសូដាជាប់ណាជីតែមួយបងនេះតែបងគាត់មានបទពិសោធន៍មុនគាត់បានប្រើប្រាស់មុនហើយអ្វីសំខាន់គាត់អ្នកចែកចាយតំបន់នេះទៀតលទ្ធផលចេញមកបាទនេះគឺលទ្ធផលដែលបងទទួលបានអញ្ចឹងបើយើងត្រឡប់ទៅរដូវកាលមុនវិញបងប្រើប្រភេទគីមីមិនវិញបងមុននិយាយទៅយើងប្រើប្រភេទគីមីតែវាអស់លុយច្រើនដែរបើថាយើងបាញ់បញ្ចេញ4 5ដងមិនចេញបាទហើយតាំងគេនឹងយើងវាដូចតែគ្នាណាបាទគេក៏អញ្ចឹងយើងក៏អញ្ចឹងនេះសម្រាប់ប្រើក្រុមគីមីបាទជប់មកប្រើជីស្ដាងឥឡូវនេះមកលើការថ្មី
dương mình toàn tha vì mấy thế mà dương prao ní vì bàn còn đắng ai thật chuột chì vì ăn là đấy này មិនជោគជ័យយ៉ាងម៉េចបងមានផ្លែណាបាទមានផ្លែនៅក្នុងខែ5នេះចុងខែ5ឥឡូវគេឲ្យតម្លៃបងឡើងកប់បបោកនេះមិនចឹងបងស្វាយស្មើនឹងស្វាយគេលក់មិនតិចតោនបងបើស្វាយគេលក់ចូលខែ10ខែ11វិញច្រើនតោនដល់ស្វាយគាត់តែ200ដើមតែគាត់ទាញត្រួយបានវិរៈមុនបាញ់តម្លាក់ស្រួយតម្លាក់ត្រួយពីមុនក៏បានដែរអញ្ចឹងគាត់ចាក់អកម៉ូតបានតែ200ដើមឥឡូវលទ្ធផលចេញរបស់គាត់បានតែ200ដើមនៅរហូតដល់គេឲ្យ9 10លានច្រើនណាស់បាទស្វាយប៉ុណ្ណេះគឺបានច្រើនមកណាហើយផ្លែបងមិនដែរបងលំដាប់ផ្លែការបាញ់អាថែផ្កាអីហ្នឹងមិនដែរបង coi là lại về lọ mà về lọ này mới này បាទឥឡូវមើលចាក់ដៃមើល lại thế này បាទ đã tới từ lú ban chỗ tao mà ngái đấy bao này con nan này បាទលឿនណាស់បងពេលបងបាញ់អាកំពូលបងថែផ្កាហ្នឹងបងសង្កល់មើលបាញ់មួយថ្ងៃពីរថ្ងៃបងឃើញផ្លែលឿនណា lại ផ្លែលឿនណោះសម្រាប់បងអតិថិជនថ្មីបងជឿអត់បងបាញ់ឃើញផ្លែមួយថ្ងៃទៅមួយថ្ងៃទៅមួយថ្ងៃផ្លែលឿនអញ្ចឹង chưa chéo mình chưa chéo mày prá បាទនេះយើងដៃពិតរបស់បងប្រុសផ្សេងណាបាទនេះបាទអញ្ចឹងដូចខ្ញុំជំរាបបងប្អូនប្រជាកសិករអញ្ចឹងសម្រាប់ជីស្ដារបស់យើងឲ្យតែបងប្អូនដាក់ចិត្តប្រើជាមួយខាងក្រុមហ៊ុនជោគជ័យដឹងតែជោគជ័យដូចបងប្រុសអញ្ចឹងកុំឲ្យប្រើឡូមកជឿកវត្តចោលអាហ្នឹងគេមិនហានតែប្រើទេបាទបងប្រុសគាត់ប្រើច្បាស់ការគាត់ប្រើបងអ្វីដែលខាងក្រុមហ៊ុនប្រាប់បងណែនោះប្រាប់បងធ្វើតាមទាំងអស់មិនចឹងបង បាទនេះហៅគាត់ទាំងអស់ បាទនេះហើយភាពជោគជ័យរបស់បងប្រុសគឺគាត់តាមជាមួយយើងហើយវគ្គនេះបងប្អូនសាកគិតមើលក្នុងខែ5នេះចុងខែ5គាត់មានស្វាយរហូតដល់គេម៉ៅគាត់គេឲ្យ9 10លានស្វាយតែ200ដើមនេះគឺអស់ចាមែនទេបាទណាអត់ទាន់មានទឹកអស់នៅស្រុកស្អាងមានតែគាត់ម្នាក់ឯងអញ្ចឹងនេះហើយជាអ្វីដែលបងប្រុសរើសត្រូវរើសផលិតផលត្រូវបាទបាទអញ្ចឹងយើងអត់មានអីច្រើនទេអាចបងប្អូនអាចមើលដើមមើលស្វាយតិចបានបាទបាទមើលតិចបាទកុំឲ្យថាមានអំឡុកហ្នឹងបាទខាងនេះបានមកណាវល់មកជុំបាទបាទស្វាយគាត់នេះមើលផ្លែស្អាតលំដាប់ហ្នឹងណាដល់ផ្លែស្អាតបាទណាមើលស្វាយមានអីគិតលុយមកឥឡូវមានតែខាងគេសុំតចាសុំទិញបាទនេះបាទនេះជុំវិញមកស្វាយផ្លែលក្ខណៈទេណាស្វាយបងបាទខាងក្នុងខាងក្រៅមើលតែភ្នែកបើយើងមើលក្រៅមានខាងក្រៅvàខាងក្នុងក៏មានទៀតនេះផ្លែច្រើនមែនទេបាទក្នុងហ្នឹងបញ្ចូលហ្នឹងណាទៅមិនគាត់ថាអត់ត្រូវឆ្លៃស្រក់បឹប បាទអត់ត្រូវស្វាយខ្ចប់ទៀត នេះអានេះក៏ចូលដែរក្នុង nó kẹt trong này បាទនេះចូលដែរ chết phải ចេញប្រែទឹកលៀងនេះអញឲ្យគាត់យកមក không có nó ao trực ban vào ណាឆ្លក់កាយយើងឲ្យទៅខ្ញុំkhôngអត់ bẹt trò ở bẹt tinh យើងទុកច្រើនពេកក៏ប្រាប់ថាកោមដល់នេះ មកឥឡូវយើងបានដើរមើលច្រើនណាស់ហើយបាទការគាត់នេះឃើញផ្លែលំដាប់ស្អាតបាទផ្លែនេះបើខ្ចប់វិញស្អាតក្រៅកញ្ចប់ក៏ស្អាតក្នុងកញ្ចប់ក៏លំដាប់ និយាយថាស្វាយនេះបន្ទុក ស្រឡាញ់ស្វាយគាត់ស្វាយប៉ុណ្្នឹងសោះគេហ៊ានឡង9 10លានស្វាយ200ដើមតាមថាបាទអញ្ចឹងអត់មានអីច្រើនទេបងយើងបានដើរមើលឃើញថាផ្លែគឺស្អាតបងណាធំលឿនអ្វីដែលបងទទួលបានគឺបងសប្បាយចិត្តហើយអញ្ចឹងបងឥឡូវជាចុងក្រោយសម្រាប់បងផ្ទាល់បងណាតើបងមានអីផ្ដាំផ្ញើទៅអតិថិជនថ្មីដូចបងអត់អ្នកដែលទៅអត់ប្រើជីស្ដាវយើង បាទជាចុងក្រោយខ្ញុំសូមសំណូមពរដល់ជាកសិករទាំងអស់គ្នាបាទខ្ញុំប្រើនេះជីសេដានេះដូចជាដាក់ទៅដូចជាបានផលគ្រាន់បើដែរអញ្ចឹងសូមបងប្អូនកសិករទាំងអស់ប្រើជីសេដាដូចខ្ញុំទៅគីឡូបានដូចខ្ញុំដែរ បាទមើលឥឡូវបងខ្ញុំចាប់អារម្មណ៍បន្តិចទៀតណាឥឡូវបើសិនជាបងប្រើរហូតដល់បានផលដូចគ្នានេះបើគីមានរដូវកាលមុនវិញបងអស់ប្រហែលលានឥឡូវបងសុំបងនិយាយពាក្យពិតមកហើយប្រើដើរអស់ប្រហែល បាទពីមុនយើងប្រើជាតិថ្នាំគីមីបើថ្នាំចាក់គល់ខ្ញុំប្រើដល់4លានតាំងអីជីតាំងអីដល់ឥឡូវនេះខ្ញុំប្រើជីសេដានេះតាំងជីតាំងអីខ្ញុំប្រើអត់2លានជាងទេបាទ2លានទេ បាទនឹងចាក់គល់ បាទចាក់ បាទអញ្ចឹង មកយើងបាញ់បញ្ចេញបាញ់អីថែមកវល់អ្នកការពេលនេះដល់ស្វាយប៉ុណ្នេះអស់ចំនួនថាជាចូល5លានបាទនឹងប្រាប់ប្រើស្ដាវណាជប់ប្រើគីមីអស់ប្រហែលបើតម្រាំបានផ្លែប៉ុណ្ណឹង កាគីមីមុនយើងបាញ់អត់ចេញយើងបាញ់ 3 4 ដងអត់ទាន់ចេញយើងចេញទៅត្រួយបាទអញ្ចឹងអស់ច្រើន អាចប្រហែលទៅបងអាចស្មានតិច ចូល1 7លានទៅបានលុយបាទវាតាំងមកបានដល់បេះ
ជាង10លាន ជាង10លាន បាទ ចុះឥឡូវនេះបើសម្រាប់ខាងយើងវិញអត់ទាន់ឃើញតែផ្លែប៉ុណ្ណេះអស់ហើយបងណាបើខ្លួនដៃប៉ុនក៏ដៃកូនក្មេង បាញ់ថែម បាទបាញ់ថែតែ3ដងឯងត្រឡប់វិញក៏បាញ់ថែតែ3ដងឯងអញ្ចឹងត្រឡប់វិញថាឥឡូវអស់ហើយកំពុងវាយលើសហ្នឹងមិញដូច5លាននេះ បាទលើ វាយលើសហើយដោយសារបងបានជីវជីទុកហើយមិនអញ្ចឹងហ៎ ហ្នឹង បាទអញ្ចឹងគាត់វាយលើសហើយអញ្ចឹងគាត់អស់ប៉ុណ្ណឹងហើយស្វាយគាត់អស់ប៉ុណ្ណេះអញ្ចឹងមួយចំណេញបានជាង10លានទៅវិញហើយបាទនេះហើយលទ្ធផលដែលគាត់បានជឿរើសជីស្ដារមកប្រើ ហ្នឹងហើយ បាទនេះហើយជាអ្វីដែលគឺយើងបានជម្រាបទៀតថាពាក់ព័ន្ធនឹងជីស្ដាររបស់យើងមាន2គោលដៅធំទី1កាប់បន្ថយចំណាយទី1បង បាទ ទី2បង្កើនទិន្នផលចំណុចទាំងអស់ហ្នឹងហើយទោះបីស្វាយបងស្រាក់4 5ម៉ោយក៏បត់ខាតដែរបងនៅចំណេញតែចំណេញតិចមានដើមទុនធ្វើបន្តតែបើបងជឿរើសគីមីប្រើបងខាតដែរច្បាស់ជាខាតហើយអញ្ចឹងខ្ញុំតែនិយាយភាសាលេងថាចេះប្រើខាងស្ដាប៊ីខាតប្រើខាងគីមីប៊ីចំណេញអញ្ចឹងវាអត់ប៊ីគ្នាតែមួយចំណេញមួយខាត ពីប្រឡងជាប់ពីប្រឡងធ្លាក់ ហ្នឹងហើយបាទអញ្ចឹងអត់មានអីច្រើនទេបងអរគុណបងដែលបានជឿជាក់លើក្រុមហ៊ុនជីស្ដាខ្ញុំបាទសូមអរគុណបាទ បាទសូមអរគុណបាទ